សេពងតអគ្នាឥឡូវគឺអ្នកគ្រូសូមចូលបកកាយតងជាមួយលំហាត់លេខ7នៅក្នុងមេរៀនសម័យកាលរំបងដែលលំហាត់របស់យើងគេឲ្យយើងសរសេរសម័យកាលរំបងតាមករណីខាងក្រោមអញ្ចឹងករណីកគេថារំបងមានផ្ចិត e មានកអរណេ21ហើយនឹងកតាមចំណុច a ដែលមានកអរណេដក1 3អញ្ចឹងជាទូទៅក្នុងការសរសេរសម័យកាលរំបងគឺយើងត្រូវស្គាល់អីគេខ្លះយើងត្រូវដឹងណាអញ្ចឹងក្នុងការសរសេរសម័យកាលរំបងអ្វីយើងត្រូវស្គាល់គឺមានតែ2ទេទី1គឺកម្មហើយនិងមួយទៀតគឺផ្ចិតនៃរំបងណាក៏អរណេផ្ចិតនេះគ្រូទៅសេរៀងកាត់ទី1គឺបបែងកម្មទី2គឺក្អននៃផ្ចិតនៃរំបងចុងបន្ទាប់ពីយើងស្គាល់ផ្ចិតហើយនឹងកម្មហើយយើងត្រូវចេះកំណត់សម័យកាលដែលយើងត្រូវសរសេរចឹងដែលយើងដឹងថាសម័យកាលស្តង់ដាររំបងរបស់យើងណាគឺមានរាងម៉េចចាសម័យកាលស្តង់ដាររង្វង់គឺមានរាង x ដក a លើកជាការ៉េបូកនឹង y ដក b លើកជាការ៉េស្មើនឹង a ការ៉េចឹង a b ត្រង់ចំណុចហ្នឹងគឺជា coordinate ផ្ចិតអានេះគ្រូបញ្ជាក់ម្ដងទៀតណា coordinate ផ្ចិតហើយ a យើងដឹងណា a គឺយើងតាំងឲ្យកម្មចឹងបងអូនត្រូវស្គាល់ណាផ្ចិតម៉ានកម្មម៉ានចឹងដោយសារតែផ្ចិតគេប្រាប់ស្រាប់អីចឹងគ្រូបញ្ជាក់ម្ដងទៀតណាដោយផ្ចិតរបស់យើងមាន coordinate ចា2 1ចានេះយើងទាញបាន a គឺស្មើ2ហើយ b គឺស្មើ1កម្មចាស់កម្មខាងនេះគេប្រាប់អត់ក្នុងសមត្ថកម្មរបស់យើងចាអញ្ចឹងកម្មគេបានប្រាប់ត្រង់ទេណាគេគ្រាន់ប្រាប់ថារង្វង់របស់យើងមានផ្ចិត2 1ហើយវាកាត់តាមចំណុចដែលមានកូអរឌីណេតដក1 3ទៀតឥឡូវបើសិនយើងគូររូបឥឡូវគ្រូគូររូបច្បាស់បងប្អូនទាំងអស់គ្នាបើសិនបើយើងងាយស្រួលក្នុងការយល់អញ្ចឹងឥឡូវហៅថាអ្នកគ្រូមានប្លង់កូអរឌីណេតអញ្ចឹងមួយទៅហើយផ្ចិតរបស់យើងគឺ2 1ណា2 1ចាអាប់ស៊ីស2អរណេ1ចានេះគឺផ្ចិត e របស់យើងចាផ្ចិត e ហើយតមកទៀតហើយដឹងថារង្វង់របស់យើងមានផ្ចិតប៉ុណ្ណឹងកាត់តាមចំណុចដែលមានកអនេះដក1 3ដក1 3ណា2 3នេះគ្រូគួរបានវឹសវែងត្រឹមត្រូវទេណាយើងគ្រាន់តែគូដើម្បីឲ្យបងអូនយល់រូបហើយយើងដឹងថាតើយើងគូររកផ្ចិតតាមណាដក1 3នេះចំណុចដែលរង្វង់កាត់តាមអញ្ចឹងបើសិនជាបងអូនគូររូបចាដោយសារផ្ចិតនៅកន្លែងហ្នឹងខ្ញុំថាប្រវែងដែលយើងត្រូវគូគឺយើងត្រូវគូររង្វង់បែបនេះតនេះអ្នកនរគ្នាអ្នកគ្រូគូច្បាស់ណាវាអត់សូវស្អាតទេចានេះចារង្វង់របស់យើងមានផ្ចិត e កន្លែងត្រង់ចំណុចហ្នឹងហើយកាត់តាមចំណុចកន្លែងដែលអ្នកគ្រូគូកន្លែងដែលដៅចំណុចហ្នឹងគឺចំណុច a ណាចំណុច a អញ្ចឹងយើងដឹងតាមនិយមន័យកម្មណាតាមនិយមន័យកម្មគេថាគឺជាចម្ងាយដែលយើងគិតពីផ្ចិតមកចំណុចលើរង្វង់ចាំបើគ្រូគូទៅនេះចម្ងាយពីផ្ចិតមកចំណុចលើរង្វង់គឺត្រូវនឹងប្រវែងដែលគ្រូគូដូចពណ៌ស្វាយណាហ្នឹងគឺជាកម្មរបស់យើងហើយណាអញ្ចឹងបើសិនយើង e ស្គាល់ coordinate 2 1ហើយ i យើងស្គាល់ coordinate ដក1 3ចាំយើងស្គាល់ coordinate 2ចំណុចហ្នឹងយើងអាចរកប្រវែង a e ឬក៏ a ហ្នឹងឃើញអត់ចាប្រកាសជាឃើញណាអញ្ចឹងតាមរូបរបស់យើងអ្នកគ្រូបាន a ស្មើជាមួយនឹងប្រវែង 2a ទៅ e ចាហើយស្មើជាមួយនឹងឬការ៉េណាចម្ងាយរវាង2ចំណុចនៃ x e ដក x a លើកជាការ៉េបូកនឹង e ការ៉េ e ដកនឹង e ការ៉េ a លើកជាការ៉េចាបានប៉ុណ្ណឹងហើយយើងចាប់ដើមជំនួសលេខចូលណាអញ្ចឹងបានឬការ៉េនៃ x e យើងគឺម៉ានចា x e យើងគឺ2ដក x a យើងគឺដក1ណាអញ្ចឹងដកប៉ះដកជាបូក1លើជាការ៉េហើយបូកជាមួយនឹង e ការ៉េ e យើងគឺ1ដកនឹង e ការ៉េ a របស់យើងគឺត្រូវនឹង3ណាអាចមើលលេខបញ្ជាក់ផងណាចាឲ្យលើកជាការ៉េអញ្ចឹងគាត់អាចទៅសេស្មើនឹងឬការ៉េនៃអញ្ចឹង2 + 1 3ការ៉េបូកនឹងដក2លើកជាការ៉េអញ្ចឹងស្មើឬការ៉េនៃ9បូកជាមួយនឹង4ឬក៏ឬការ៉េនៃ13ចាអញ្ចឹងឥឡូវផ្ចិតក៏ស្គាល់កម្មក៏ស្គាល់អញ្ចឹងយើងគ្រាន់តែយក coordinate ផ្ចិតហើយនឹងកម្មហ្នឹងទៅជួសក្នុងសម័យកាលស្តង់ដារនៃរង្វង់របស់យើងណាចាអ្នកគ្រូទាញបានតាមឲ្យសម័យកាលស្តង់ដារត្រង់ចំណុចនេះគេបានសួររកសម័យកាលទូទៅឬក៏សម័យកាលស្តង់ដារទេអញ្ចឹងយើងចង់រកសម័យកាលមួយណាក៏បានដែរអញ្ចឹងអ្នកគ្រូរកសម័យកាលស្តង់ដារតែម្ដងទៅ x ដក a ណាអញ្ចឹង a យើងគឺ2នេះ a របស់យើង2លើកជាការ៉េបូកនឹង e ការ៉េដក b អញ្ចឹង b គឺ1លើកជាការ៉េហើយស្មើ a ការ៉េអញ្ចឹងឬ13លើកជាការ៉េដែរអញ្ចឹងត្រង់ចំណុចបងអាចបញ្ចេញបានចា x ដក2លើកជាការ៉េបូកនឹង e ការ៉េដក1លើកជាការ៉េស្មើនឹង13អញ្ចឹងអ្នកគ្រូបានដូចគ្នាសម័យកាលស្តង់ដាររង្វង់ចាស្តង់ដាររង្វង់គឺចា x ដក2លើកជាការ៉េបូកនឹង e ការ៉េដក1លើកជាការ៉េស្មើនឹង13ដោយសារតែអ្នកគ្រូកែក្នុងនេះអ្នកគ្រូបញ្យល់ផលអ្នកគ្រូទៅសេផលណាចឹងពាក្យខ្លះគ្រូទៅសេរៀងកាត់តែនៅពេលដែលបងអូនធ្វើនៅក្នុងកិច្ចការប្រឡងយើងកុំកាត់ដូចអ្នកគ្រូចឹង